លំបាកនៅទីនេះរីករាយនៅទីនោះកុំទុកទ្រព្យសម្បត្តិនៅលើផែនដីប៉ុន្តែចូលអ្នករាល់គ្នាទុកទ្រព្យសម្បត្តិនៅស្ថានសួគ៌ម៉ាថាយ 5:19 និង 20 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទយើងដែលនៅមានជីវិតមានអារម្មណ៍រីករាយនឹងទុកព្រួយនៃជីវិតនៅលើផែនដីនេះខ្ញុំឆ្ងល់ថាតើយើងនឹងមានអារម្មណ៍ស្រដៀងគ្នាពេលយើងឡើងដល់ឋានសួគ៌ដែរឬទេយើងនឹងសប្បាយចិត្តចំពោះទ្រព្យសម្បត្តិដែលយើងបានរក្សាទុកនៅស្ថានសួគ៌កាលនៅផែនដីហើយរីករាយចំពោះរង្វាន់ដែលព្រះគ្រីស្ទនឹងប្រទានមកយើងប៉ុន្តែយើងក៏នឹងសោកស្ដាយដែរដែលមិនបានធ្វើបន្ថែមទៀតដើម្បីបម្រើទ្រង់ចូលប្រើឱកាសរបស់យើងឲ្យបានល្អដើម្បីឲ្យយើងសប្បាយជាងទុកខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badaravajawalanya Santara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Badarakese ដើម្បីលើកការសរសើរដូចខាងក្រោមព្រះកំណត់ជំហានរបស់មនុស្សជីវិតរបស់អ្នកណាដែលកប់ព្រះហឫទ័យទ្រង់ព្រះម្ចាស់កាន់ដៃរបស់ទ្រង់ដៃរបស់គាត់ត្បិតព្រះម្ចាស់កាន់ដៃរបស់ទ្រង់មានរឿងព្រេងបុរាណអំពីបុរស3នាក់ដែលជិះសេះឆ្លងកាត់វាលខ្សាច់មួយយប់ពេលទៅដល់មាត់ទន្លេស្ងួតឬសូរសំឡេងប្រាប់ឲ្យចុះទៅរើសគ្រួសដាក់ក្នុងហោប៉ៅមិនឃើញរហូតដល់ព្រឹកឡើងពួកគេត្រូវបានសន្យាថាប្រសិនបើពួកគេគោរពតាមបញ្ជានោះពួកគេនឹងសប្បាយចិត្តប៉ុន្តែក៏សោកសៅផងដែរក្រោយពីធ្វើដូចគេប្រាប់ហើយបុរសទាំង3ក៏ឡើងជិះសេះបន្តដំណើរទៅទៀតពេលព្រលឹមស្រាងបុរសទាំង3នាក់ក៏លូកចូលក្នុងហោប៉ៅដើម្បីទាញគ្រួសចេញពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលរកឃើញថាគ្រួសបានប្រែទៅជាពេជ្រត្បូងទឹមនិងត្បូងមានតម្លៃដទៃទៀតបន្ទាប់មកពួកគេបានដឹងពីអត្ថន័យនៃការសន្យាដែលនិយាយថាពួកគេនឹងសប្បាយចិត្តប៉ុន្តែក៏សោកសៅផងដែរពួកគាត់សប្បាយចិត្តណាស់ដែលបានរើសគ្រួសជាច្រើនដូចមានប៉ុន្តែក៏សុំទោសដែលមិនបានប្រមូលបន្ថែមទៀតសូមឲ្យការលើកឡើងនេះជាការបំផុសគំនិតនិងលើកទឹកចិត្តសម្រាប់យើងជាអ្នកបម្រើរបស់ព្រះគ្រីស្ទអាមែននៅស្ថានសួគ៌ក៏ត្រូវតែឈ្នះនៅលើផែនដីTuhan menetapkan langkah-langkah orang yang hidupnya berkenan kepadanya. Apabila ia jatuh, tak sampai tergeletak, sebab Tuhan menopang tangannya. Tangannya, sebab Tuhan menopang tangannya. Apabila ia jatuh, tak sampai tergeletak, sebab Tuhan menopang tangannya. Sebab Tuhan